ផលប៉ះពាល់ទៅលើការជន់លិចបេតិកភណ្ឌពិភពលោកនៅអាយុធ្យាគ្រោះមហន្តរាយធម្មជាតិនៅតែបន្តជាបញ្ហាប្រឈមដ៏ធំបំផុតមួយសម្រាប់ពិភពលោកយើងនេះជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ថ្ងៃនេះយើងនឹងផ្ដោតទៅលើស្ថានភាពដ៏អាក្រក់មួយដែលកំពុងកើតឡើងនៅក្នុងប្រទេសថៃជាពិសេសនៅក្នុងខេត្តព្រះនគរស្រីអយុធ្យាដែលជាបេះដូងប្រវត្តិសាស្ត្ររបស់ប្រទេសថៃភាពធ្ងន់ធ្ងរនៃទឹកជំនន់នៅពេលនេះមិនត្រឹមតែបានគំរាមកំហែងដល់អាយុជីវិតនិងទ្រព្យសម្បត្តិប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានចោទជាសំណួរដ៏ធំមួយអំពីការគ្រប់គ្រងធនធានទឹកនិងសមត្ថភាពទប់ទល់របស់ហេដ្ឋារចនាសម្ព័ន្ធនាពេលបច្ចុប្បន្ននេះយោងទៅតាមសេចក្តីរាយការណ៍ចុងក្រោយពីសារព័ត៌មានកៅសុតទឹកជំនន់ដ៏មហន្តរាយនេះបាននឹងកំពុងបំផ្លិចបំផ្លាញផ្នែកធំនៃខេត្តអយុធ្យាបន្ទាប់ពីមានការសម្រេចចិត្តបង្កើនល្បឿនការបញ្ចេញទឹកពីទំនប់ចៅប្រយ៉ាក្នុងកម្រិតមួយដែលហួសពីសមត្ថភាពផ្ទុករបស់ប្រព័ន្ធធារាសាស្ត្រនិងទន្លេធម្មជាតិតែកត្តាអ្វីជំរុញឲ្យមានគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរមួយនេះយោងទៅតាមនាយកដ្ឋានធរាសាស្ត្រការសម្រេចចិត្តបង្កើនការបញ្ចេញទឹកពីទំនប់ចៅប្រយ៉ារហូតដល់កម្រិត2800ម៉ែត្រគូបក្នុង1វិនាទីល្បឿនដ៏សន្ធឹកសន្ធាប់នេះបានធ្វើឲ្យប្រព័ន្ធទប់ទឹកនៅក្នុងតំបន់មិនអាចទប់បានទាំងស្រុងនោះទេទឹកហូរយ៉ាងគំហុកបានជន់លិចសហគមន៍ជាច្រើននៅទូទាំងខេត្តដូចជាការហូរចូលពីទន្លេចៅប្រយ៉ានិងប្រឡាយផ្ទាល់ភ្ជាប់ទឹកជំនន់បានធ្វើឲ្យបាក់ទំនប់ការពារនៅតាមដងទន្លេដែលជាហេតុធ្វើឲ្យទឹកហូរចូលតំបន់លំនៅឋានដីស្រែចម្ការដោយមិនមានការទប់ស្កាត់ផ្ទះសម្បែងជាច្រើនបានជន់លិចស្ទើរតែទាំងស្រុងឬពាក់កណ្ដាលភាពសោកសៅមួយទៀតគឺការជន់លិចនៅបារាយណ៍ប្រវត្តិសាស្ត្ររបស់ខេត្តអយុធ្យាដែលជាទីតាំងបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ដែលជាអតីតរដ្ឋធានីដ៏រុងរឿងវត្តអារាមនិងប្រាសាទបុរាណជាច្រើនកំពុងស្ថិតនៅក្នុងការគំរាមកំហែងនៃការខូចខាតដែលមិនអាចជួសជុលបានដោយសារតែការចាក់ចូលនៃទឹកជំនន់ចូលទៅក្នុងតំបន់រស់នៅជុំវិញនិងបូជនីយដ្ឋាននេះគឺជាការបាត់បង់ដ៏ធំមួយសម្រាប់ប្រទេសថៃនិងសម្រាប់ពិភពលោកស្ថានភាពនេះបានបង្ហាញអំពីវិបត្តិស្មុគស្មាញរវាងតម្រូវការក្នុងការការពារតំបន់ខាងក្រោមទំនប់និងការគិតគូរអំពីផលប៉ះពាល់ទៅលើខេត្តកណ្ដាលដូចជាអយុធ្យាដែលជាអ្នកទទួលរងគ្រោះមុនគេយើងមិនអាចនិយាយអំពីទឹកជំនន់នេះដោយមិនបានគិតគូរពីតួលេខដ៏សោកសៅនៃផលប៉ះពាល់ដល់មនុស្សធម៌នោះទេយោងទៅតាមការិយាល័យបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយទិន្នន័យបានបង្ហាញអំពីទំហំនៃទុក្ខវេទនាដែលមិនធ្លាប់មានពីមុនមកប្រជាពលរដ្ឋសរុបប្រមាណជា58,477គ្រួសារត្រូវបានរងផលប៉ះពាល់នេះជាចំនួនដ៏ច្រើនលើសលប់ការជន់លិចនេះបានវាយប្រហារចំនួន11ស្រុកនៃខេត្តអយុធ្យាផលប៉ះពាល់ចំនួន143ឃុំនិងរហូតទៅដល់945ភូមិជាក់ស្ដែងស្ទើរតែគ្របដណ្ដប់នៃខេត្តទាំងមូលត្រូវបានជន់លិចអ្វីដែលកាន់តែសោកសៅបំផុតនោះគឺការបាត់បង់អាយុជីវិតប្រជាពលរដ្ឋគិតត្រឹមរហូតដល់ពេលនេះអ្នកបាត់បង់ជីវិតមានសរុបរហូតដល់14នាក់តួលេខនេះមិនត្រឹមតែជាចំនួននោះទេតែជាគ្រួសារជាឪពុកម្ដាយជាកូនដែលបានបាត់បង់ទៅជារៀងរហូតក្រៅពីការបាត់បង់អាយុជីវិតផ្ទះសម្បែងផលប៉ះពាល់សេដ្ឋកិច្ចរយៈពេលវែងក៏ជាក្តីកង្វល់ធំសម្រាប់ប្រជាពលរដ្ឋផងដែរដីស្រែរាប់ពាន់ហិកតាត្រូវបានជន់លិចដំណាំដែលជាប្រភពចំណូលតែមួយគត់របស់កសិករត្រូវបានបំផ្លាញទាំងស្រុងវិបត្តិស្បៀងអាហារនិងការងើបឡើងវិញនៃផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារត្រូវការពេលវេលានិងធនធានដ៏ច្រើនសន្ធឹកសន្ធាប់នៅចំពោះមុខគ្រោះមហន្តរាយនៅពេលនេះអាជ្ញាធរមូលដ្ឋានក៏ដូចជារដ្ឋាភិបាលកណ្ដាលបាននឹងកំពុងខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះនិងសម្រួលស្ថានភាពមួយនេះវិធានការសំខាន់ដែលអាជ្ញាធរបានចាត់ទុកថាជាអាទិភាពគឺការជំនះប្រជាពលរដ្ឋអាជ្ញាធរបានជំរុញយ៉ាងទទូចឲ្យអ្នកស្រុកដែលរស់នៅត្រូវតែប្រមូលរបស់របរមានតម្លៃទៅកាន់ទីទួលខ្ពស់ប្រកបដោយសុវត្ថិភាពសំខាន់ជាងនេះទៀតត្រូវតែអនុលោមទៅតាមការជំនះចេញទៅតាមតំបន់ដែលត្រូវបានកំណត់ជាតំបន់មានហានិភ័យខ្លាំងការគោរពបទបញ្ជានេះគឺជាគន្លឹះដំបូងបំផុតដើម្បីធានា
អាយុជីវិតរបស់ប្រជាពលរដ្ឋនៅពេលនេះក្រុមជួយសង្គ្រោះកំពុងធ្វើការទាំងថ្ងៃទាំងយប់ដើម្បីផ្គត់ផ្គង់ជំនួយសង្គ្រោះបន្ទាន់ដូចជាស្បៀងអាហារទឹកស្អាតថ្នាំពេទ្យនិងការផ្ដល់ជំនួយបណ្ដោះអាសន្នប៉ុន្តែបរិមាណជំនួយនៅតែមិនគ្រប់គ្រាន់ធៀបនឹងចំនួនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ជិត 60,000 គ្រួសារវិបត្តិទឹកជំនន់នៅខេត្តព្រះនគរស្រីអាយុជាគឺជាវិញ្ញាសាដ៏ច្បាស់មួយអំពីស្ថានភាពចាំបាច់សម្រាប់ការរៀបចំផែនការគ្រប់គ្រងទឹកឡើងវិញប្រកបដោយចក្ខុវិស័យវែងឆ្ងាយការសម្រេចចិត្តណាមួយនៅចំណុចណាមួយអាចបង្កជាផលវិបាកដ៏ធ្ងន់ធ្ងរនៅចំណុចផ្សេងទៀតយើងសង្ឃឹមថានឹងមានការសម្របសម្រួលនិងការចាត់ចែងជំនួយឲ្យបានឆាប់រហ័សដើម្បីជួយប្រជាពលរដ្ឋទាំងអស់ឆ្លងផុតពីគ្រោះថ្នាក់និងចាប់ផ្ដើមស្ដារជីវភាពរស់នៅឡើងវិញអរគុណចំពោះការតាមដានជួបគ្នានៅវីដេអូលើកក្រោយ